បាទពុកម៉ែបងប្អូនទាំងអស់គ្នាបន្ទាប់ពីថាលោកតាលោកយាយក៏បានសែបសោយរួចរាល់ឥឡូវដល់វគ្គកូនចៅម្ដងបងប្អូនបាទនេះគឺជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរតាំងពីបុរាណកាលណាគាត់ប្រមូលផលកសិកម្មកសិផលរបស់គាត់បានរួចរាល់ហើយគាត់តែងតែរំលឹកនឹកគុណទៅដល់ហៅថាអរុក្ខរៈទេវតាលោកតាតាមបុរាណខ្មែរយើងហៅថាអ្នកតាតាមលោកតាលោកយាយដែលជីដូនជីតាដែលបានមើលថែរក្សាដែលក៏បានចែកឋានហើយក៏មើលថែរក្សាកូនចៅដំណាំកសិផលការបញ្ជិះនៅចោលលោចោលអីណាហើយធ្វើឲ្យដំណាំកសិផលរបស់គាត់ទទួលបានលទ្ធផលល្អដូច្នេះហើយគាត់តែងតែរំលឹកនឹកដឹងគុណទៅដល់បុព្វការីជនឬក៏ថាលោកតារុក្ខរៈទេវតាហ្នឹងឯងបាទពេលនេះបន្ទាប់ពីកាត់សែនអស់រយៈពេលប្រហែលជាកន្លះម៉ោងរួចមកហើយឥឡូវនេះគឺដល់វគ្គកូនចៅម្ដងណាថាតាមខ្មែរយើងថាសំបកសុំសំណេះសំណល់អំពីតាយាយនឹងឯងក៏ឲ្យគាត់យកមកហូបជុំគ្នានៅនឹងឯងហើយការហូបនេះគឺគាត់ហូបអស់ឬក៏មិនអស់គាត់អត់យកទៅផ្ទះទេគាត់នឹងតែយ៉ាងណាគឺគាត់ហូបអស់គាត់ទុកនៅនឹងឯងបាទនេះគឺជាគេថាការនាំយកទៅផ្ទះវិញគឺអត់ល្អទេអញ្ចឹងគេតែងតែគេទុកនៅនោះបាទនេះមានមួនបាទមួនថ្ងៃណាស់មើលទេសភាពនៅក្នុងចំការដល់ជារហឹមក្រោមពន្លឺព្រះអាទិត្យចែងចាំងមកប៉ុន្តែជះចូលមកបន្តិចនៅចន្លោះនៅស្លឹកខ្លាយចន្ទីហើយក៏ទេសភាពខ្យល់បក់មកលហេផំទៅដោយសំឡេងបាក់សីសត្វល្អិតយំជេបចប់ធ្វើឲ្យអារម្មណ៍មួយថាពុពេញទៅដោយភាពសុខដុមរមនាតាមបែបអ្នកចំការបាទអន្តោះបងប្អូនមកចូលរួមញ៉ាំឲ្យលេងជុំគ្នាជាមួយខ្ញុំបាទតោះ